នេះជាកម្មវិធីទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ Vuthu Azizi Serai សួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីមេតិកាព័ត៌មានសម្រាប់ថ្ងៃនេះរួមមានមន្ត្រីទូតសហរដ្ឋអាមេរិកបញ្ជាក់ថាសវនាការលើសំណុំរឿងក្តីអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់មានសារៈសំខាន់ណាស់សម្រាប់ពិភពលោកអ្នកភូមិបង្កក់ស្វែងរកកិច្ចអន្តរាគមន៍ពីសហភាពអឺរ៉ុបនិងព័ត៌មានផ្សេងទៀតចាត់ជាបន្តទៅទៀតនេះនាងខ្ញុំកេសររនីយ៉ាសូមជូនព័ត៌មានពិស្ដាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការបឋមថ្ងៃទី2លើសំណុំរឿងលេខ002ដោយផ្ដោតការពិភាក្សាជាសំខាន់ទៅលើអញ្ញត្តកម្មដែលអាចហៅថាវិធានការឬហេតុផលជំទាស់ដោយឡែកដែលតាក់ទងនឹងការលើកលែងទោសឬការអនុគ្រោះទោសដោយព្រះមហាក្សត្រដល់លោកអៀងសារីជនជាប់ចោទដែលជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមគឺលោកខៀវសំផនអតីតប្រធានគណៈប្រធានរដ្ឋលោកនួនជាអតីតប្រធានរដ្ឋសភាលោកអៀងសារីអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងលោកស្រីអៀងធីរិតអតីតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចសវនាការបឋមនេះមានគម្រោងប្រព្រឹត្តទៅចំនួន5ថ្ងៃគិតពីថ្ងៃទី27ខែមិថុនាដល់ថ្ងៃទី1ខែកក្កដាតាក់ទងនឹងដំណើរការកាត់ក្តីបឋមសំណុំរឿង002នេះឯកអគ្គរដ្ឋទូតកូចសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាឧក្រិដ្ឋកម្មសង្គ្រាមលោក Stephen Rapp បានថ្លែងថាសវនាការនេះមានសារៈសំខាន់ណាស់សម្រាប់ពិភពលោកក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី28ខែមិថុនាក្នុងរាជធានីភ្នំពេញលោក Stephen Rapp បានសម្ដែងនៅក្តីរីករាយដោយបានឃើញបញ្ហាឧក្រិដ្ឋកម្មសង្គ្រាមនៅកម្ពុជាដែលបានកប់ច្រើនឆ្នាំមកហើយនោះត្រូវបានលើកយកមកបើកសវនាការខ្ញុំរីករាយខ្លាំងណាស់ចំពោះអ្វីដែលចៅក្រមទាំងអស់បានចាប់ផ្ដើមដំណើរការកាត់ក្តីនេះដូច្នេះហើយខ្ញុំគិតថាឥឡូវនេះយើងបានឃើញនៅជំហានរីកចម្រើនដែលគួរឲ្យទុកចិត្តលោក Stephen Rapp ដែលកំពុងបំពេញទស្សនកិច្ចលើកទី4នៅកម្ពុជាគ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីតុលាការនិងភាគីតាក់ទិនដទៃទៀតអំពីការជួយឧបត្ថម្ភគាំទ្រចាំបាច់សម្រាប់សាលាក្តីខ្មែរក្រហមកន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ថវិកាចំនួន$7 លានដល់សាលាក្តីមួយនេះអ្នកភូមិប្រមាណ300នាក់នៃតំបន់បឹងកក់រាជធានីភ្នំពេញបាននាំគ្នាដាក់លិខិតមួយទៅប្រតិភូនៃសហភាពអឺរ៉ុបសូមឲ្យជួយធ្វើអន្តរាគមន៍ពីបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគុដែលបានអូសបន្លាយជាង4ឆ្នាំមកហើយនោះក្រុមអ្នកភូមិដែលប្រមូលផ្ដុំគ្នានៅមុខការិយាល័យសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី28ខែមិថុនាបានឲ្យដឹងថាពួកគាត់យល់ឃើញថានេះគឺជាស្ថាប័នមួយដ៏សំខាន់ដែលបានផ្ដល់ជំនួយដល់ប្រទេសកម្ពុជាហើយសង្ឃឹមថាអាចជួយដោះស្រាយបញ្ហាផ្ទះសម្បែងរបស់ពួកគាត់ដែលកំពុងប្រឈមមុខនឹងការបាត់បង់ដោយសារការអភិវឌ្ឍនៅតំបន់នោះខ្ញុំមានតែផ្ទះមួយនឹងតែបើគេគាត់ទៀតខ្ញុំនឹងបានអីទេខ្ញុំអត់មានស្អីទីពឹងទេសូមមកលោកជួយដោះស្រាយឲ្យឆាប់មកមន្ត្រីកម្មវិធីសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកសុងវ៉ាន់ស៊ីនដែលបានចេញមកទទួលលិខិតសំណើពីក្រុមអ្នកភូមិបង្កក់បានបញ្ជាក់ថាគណៈប្រតិភូសហភាពអឺរ៉ុបនឹងធ្វើការសិក្សាចំពោះសំណើនេះគណៈបកប្រជាជនកម្ពុជាបានប្រកាសបន្តការគាំទ្រលោកហ៊ុនសែនជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀតប្រសិនបើគណៈបកនេះឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ2013ខាងមុខសេចក្តីប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី28ខែមិថុនាក្នុងឱកាសនៃការប្រារព្ធខួបលើកទី60ឆ្នាំនៃការបង្កើតគណៈបកប្រជាជនកម្ពុជាកន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាអនុប្រធានគណៈបកប្រជាជនកម្ពុជាបានប្រកាសថាលោកនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់អាយុ90ឆ្នាំឬអស់មួយជីវិតបើសិនជាប្រជាពលរដ្ឋនៅតែបោះឆ្នោតគាំទ្រគណៈបកប្រជាជនកម្ពុជាលោកអ្នកនាងកញ្ញាទៅបានទស្សនាព័ត៌មានរបស់ Vuthu Azizi Serai ពីរដ្ឋធានី Washington សម្រាប់កម្មវិធីផ្សាយប្រចាំថ្ងៃសូមអញ្ជើញចូលកាន់គេហទំព័រ www.rfa.org/khmer នាងខ្ញុំកេសររនីយ៉ាសូមអរគុណនិងសូមជម្រាបលា